ស្វាគមន៍អ្នកគុណនិយមក៏គ្រប់ប្រទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងប្រយុទ្ធកម្មមេឃារដូវកាលទី5ដែលជាភាគទី141របស់យើងសាច់រឿងចាប់ផ្ដើមឡើងនៅពេលដែលអ្នកក្លាហានស៊ឺជីនកំពុងតែជួយបណ្ដេញនូវជាតិពឹសចេញពីរាងកាយរបស់ឈៀងលៀនក៏ស្រាប់តែមាននូវចំហាយនៃពស់ក្បាល9ចេញពីក្នុងខ្លួនរបស់នាងព្រមទាំងក្រហមមករកគាត់ទៀតផងស៊ឺជីននិយាយហើយគឺពិតជាចំហាយដ៏កំណាចមែនចំហាយនៃពស់ក្បាល9នេះមិនស្លូតនោះទេសម្រុកចូលធ្វើការវាយប្រហារបណ្ដាលឲ្យស៊ឺជីនប្រញាប់ប្រើប្រាស់នូវជំនាញរន្ទះទាំង3ពស់របស់គាត់គេចចេញចុះឡើងរីឯចំហាយពស់ក្បាល9នេះក៏នៅតែបន្តតាមប្រមាញ់មិនថាយ៉ាងណាស៊ីវយៀនក៏នៅតែបន្តកិច្ចចេញលេចការជើងត្បូងក្រោមផងលើផងឆ្លៀតធ្វើការទប់ទល់ព្រមទាំងបញ្ចេញនូវដៃយក្សខ្មៅរបស់គាត់ធ្វើការវាយប្រហារចេញទៅតែក៏ដឹងថាវាគឺពិតជាលឿនពេកហើយដូច្នេះហើយចំហាយនៃពស់ក្បាល9ធ្វើការវាយប្រហារទៅពេញមួយទំហឹងថាមកពុតបែបហ្នឹងគឺពិតជាមិនធម្មតានោះឡើយតែក្រោយមកក៏ស្រាប់តែបានដឹងថាអ្នកក្លាស៊ីវយៀនបានកិច្ចបង្ហាញខ្លួននៅខាងក្រោយដូច្នេះហើយវាក៏ចាប់ផ្ដើមព្រោះពឹសចេញស៊ីវយៀនក៏បានគ្រវីនៅដៃយក្សខ្មៅរបស់គាត់ដើម្បីការពារនៅចំហាយជាតិពឹសទាំងនេះព្រមទាំងសម្លឹងទៅកាន់ឈិនលិនដែលនាងនៅតែមិនទាន់ដឹងខ្លួនដោយក្តីព្រួយបារម្ភគិតក្នុងចិត្តនៅទីនេះវាចង្អៀតខ្លាំងណាស់បើសិនជាប្រយុទ្ធគឺច្បាស់ជាអាចធ្វើឲ្យឈិនលិនមានរបួសទុកដៅវិញក៏បានប្រានៅជំនាញរន្ទះទាំង3ពណ៌របស់គាត់ហោះកាត់មកក្បាលពស់មួយក៏បានផ្លុំនៅអណ្ដាតភ្លើងដ៏សន្ធោសន្ធៅតែនៅតែមិនត្រូវអ្នកក្លាហានស៊ីវយៀនក្បាលមួយទៀតមាននៅចំហាយទឹកកកស៊ីវយៀនចាំមកដល់ខាងក្រោមបន្តប្រានៅជំនាញរន្ទះទាំង3ពណ៌របស់គាត់រត់គេចចេញរីឯយុទ្ធសាស្ត្រនៃពស់ក្បាល9នេះផងដែរក្បាលនីមួយៗគឺមានធាតុផ្សេងៗគ្នាថាមកពស់នៅជិតមកដល់ស៊ីវយៀនក៏បានលោតគេចបន្តរត់ទៅទៀតគឺពិតជាលឿនខ្លាំងមែនទែនព្យាយាមយ៉ាងណាក៏នៅតែមិនអាចវាប្រហារអ្នកក្លាហានស៊ីវយៀនរបស់យើងបានបណ្ដាលឡើយពស់ក្បាល9នេះវាខឹងខ្លាំងណាស់ព្រមទាំងប្រាប់ប្រានៅថាមកពស់ប្រមូលផ្ដុំបែបនេះអ្នកក្លាហានស៊ីវយៀនក៏បានឈប់ព្រមទាំងប្រាប់ថាយើងគឺគ្មានពេលខ្ជះខ្ជាយជាមួយនឹងឯងនោះទេរួចហើយក៏បានបញ្ចេញនៅចំហាយនៃអណ្ដាតភ្លើងទាំង3ពណ៌របស់គាត់ឲ្យទន្លំព័ន្ធនៅចំហាយនៃពស់ហ្នឹងរួចហើយក៏បានកំទេចវាចាវិនាទីនោះឈិងលីននាងបានដឹងខ្លួនព្រមទាំងបើកភ្នែកទៅឃើញនៅពស់ក្បាល9កំពុងតែឆ្ពោះទៅកាន់លោកម្ចាស់តូចស៊ីវយៀនរបស់នាងខណៈពេលដែលវាស្រែកក្រហមស៊ីវយៀនរបស់យើងត្រៀមប្រយុទ្ធបន្តឈិងលីនបានស្រែកថាលោកម្ចាស់តូចស៊ីវយៀនព្រមទាំងមករារាំងខាត់នៅការប្រយុទ្ធនេះព្រមទាំងបើកនៅកាយភ្នែករបស់នាងដើម្បីគ្រប់គ្រងនៅចំហាយពស់ក្បាល9បន្តិចក្រោយមកយើងក៏បានឃើញថាចំហាយនៃពស់នេះចាប់ផ្ដើមរលាយបាត់បន្តិចម្ដងហើយក៏ហាក់បីដូចជាចូលទៅក្នុងកាយភ្នែករបស់នាងវិញបែបនេះនាងក៏រៀងអស់កម្លាំងណាស់ដែរព្យាយាមហៅនៅលោកម្ចាស់តូចស៊ីវយៀនសុំទោសផងធ្លាក់ចុះមកស៊ីវយៀនបារម្ភខ្លាំងណាស់ហៅថាឈិនលីនប្រញាប់ទៅជួយចុះមកដល់ខាងក្រោមសួរថាមិនអីទេមែនទេនាងបានក្រវីក្បាលស៊ីវយៀនរៀងធូរចិត្តបន្តិចពិនិត្យមើលជីបចោព្រមទាំងងើងឆ្ងល់ខ្លាំងណាស់វាចម្លែកមុននេះច្បាស់ណាស់គឺជាដំណាក់កាលចុងក្រោយដែលអាចឲ្យនាងលុបបំបាត់នៅពឹសបេះដូងរំលាយអធិរាជក្នុងរាងកាយតែឥឡូវនេះជាតិពឹសនៅក្នុងខ្លួនរបស់នាងគឺរលាយអស់ទៅហើយឈិនលីនតបថាក៏ប្រហែលជាពស់យក្សក្បាល9ជួយនាងដើម្បីកម្ចាត់នៅជាតិពឹសដែលនៅសេសសល់ហើយមើលទៅដូច្នេះស៊ីវយៀនបានសួរហើយថាតើពស់នោះគឺជាអ្វីទៅនាងតបថាវាគឺជាព្រលឹងនៃពស់បុរាណវាគឺនៅក្នុងខ្លួនរបស់នាងដូច្នេះមើលទៅកាន់ទឹកមុខស៊ីវយៀនក៏មានការចម្លែកព្រមទាំងនឹកឃើញថាពស់ឋានសួគ៌បុរាណត្រូវបានគេនិយាយថាគឺជាមួយនៃបុព្វបុរសសត្វបិសាចពស់ដែលមានសមត្ថភាពអាចបំផ្លាញនៅពិភពលោករាយឯកម្រិតវិញក៏ដូចគ្នាទៅនឹងមយូរាបុរាណតែវាក៏បានផុតពូជតាំងពីបុរាណកាលម្លេះបន្ទាប់មកនិយាយថាអត់នោះទេគាត់ចាំបាននៅក្នុងគម្ពីរបុរាណមួយគឺគ្មានកំណត់ត្រាទាក់ទងទៅនឹងពស់បុរាណដែលមាននៅក្បាល9នោះឡើយឈៀងលីនក៏បានប្រាប់ថានេះគឺជាពស់បុរាណដែលបានធ្វើការបំលែងនាងចៃដន្យគឺបានចូលទៅកាន់ដែនដីនៃភ្នំបុរាណព្រមទាំងប្រទះឃើញឆ្អឹងនៃពស់បុរាណនោះដោយចិត្តងើងឆ្ងល់នាងក៏បានប្រើប្រាស់នៅប្រសរិភ្នែកពស់ផ្កា3ដែលនាងក៏មិននឹកស្មាននោះទេថាមាននៅចំហាយដែលចេញពីឆ្អឹងនោះហើយវាក៏ជារាងកាយប្រលឹងនៃពស់បុរាណនាពេលបុរាណកាលសត្វបិសាចកំពូលគឺជាពស់ដែលមានជាប់នៅខ្សែលោហិតរាជវង្សមានតែពីរប្រភេទប៉ុណ្ណោះនោះគឺជាពស់បុរាណព្រមទាំងពស់ថ្លាន់លេបមេឃាសម្បីតែក៏សម្ព័ន្ធពស់ថ្លាន់ឋានរកទាំង9គឺគ្រាន់តែជាចំនួនក្រោយរបស់ពួកគេតែប៉ុណ្ណោះឈៀវយៀនបន្តពីលើថាពស់ថ្លាន់លេបមេឃាហើយចាប់ផ្ដើមនឹកឃើញទៅដល់នារីពស់ដ៏ស្រស់ស្អាតតែម្ដងនោះគឺជារាជិនីមេទុសាគិតក្នុងចិត្តទៀតថាបន្ទាប់ពីវិវត្តនៃពណ៌ស្រកានឹងប្រែក្លាយទៅជាកាន់តែស្រស់ស្អាតដូច្នេះឈៀវយៀនតបទៅវិញក៏ប្រហែលជាពស់បុរាណដែលបានវិប្រហារគាត់នឹងព្រោះតែខ្លាចថាគាត់នឹងធ្វើបាបដល់នាងឈៀងលិនបាននិយាយទៅកាន់លោកម្ចាស់ទៅឈៀវយៀនធ្វើឲ្យលោកភ្ញាក់ផ្អើលហើយខ្ញុំគឺច្បាស់ជាមិនអាចឲ្យវាចេញមកដោយងាយស្រួលនោះទេនាពេលអនាគតតែអ្នកក្លាហានស៊ឺយៀនតបទៅវិញថាកុំបារម្ភអីឲ្យតែវាមិនអាចធ្វើបាបនាងហើយក៏ដោយសារតែជាតិពឹសគាត់ត្រូវបានកម្ចាត់កំឡុងពេលនេះឲ្យនាងសម្រាប់ឲ្យបានល្អទៅនាងបានអរគុណទៅកាន់លោកម្ចាស់ទៅស៊ឺយៀនទៀតហើយតែស្មងក្រោយមកយើងបានឃើញហ្វឹងសៀនដែលកំពុងតែសម្លឹងមើលទៅកាន់ព្រឹទ្ធាចារ្យយ៉ាវឈិនក្រោយទៅក្រោយនិយាយថាល្អទៅហើយមកអីមែននេះម្នាក់នឹងក៏ជាស៊ឺយៀនហើយនៅហ្វឹងឡៅព្រមទាំងសូមឲ្យគាត់ជួយការពាររាងកាយព្រះធម៌ឲ្យលោកគ្រូផងកិច្ចការប៉ុណ្ណឹងចំពោះហ្វឹងជុនជឺគឺគ្មានបញ្ហាអ្វីនោះឡើយហើយព្រឹទ្ធាចារ្យយ៉ាវឡៅក៏កំពុងតែស្រូបយកនៅផ្លែឈើប្រលឹងស៊ឺយៀនក៏ដឹងថាពេលនេះប្រលឹងដើមរបស់លោកគ្រូគឺកាន់តែខ្លាំងទៅហ្វឹងសៀនក៏តបថាក៏ប៉ុន្តែបើសិនជាចង់ស្រូបយកនៅផ្លែឈើប្រលឹងចូលទាំងអស់នោះគឺត្រូវការនៅពេលវេលាច្រើនស៊ឺយៀននិយាយហើយថាចាំអស់រយៈពេលជាយូរណាស់មកហើយដូច្នេះចាំត្រឹមប៉ុណ្ណេះទៀតក៏មិនមែនជាបញ្ហាអ្វីនោះទេដូច្នេះហ្វឹងសៀនបានប្រាប់ទៅកាន់ស៊ឺយៀនគ្រូរបស់ឯងមានយើងនៅមើលថែហើយបើសិនជាឯងមានការងារអ្វីត្រូវទៅធ្វើនោះទៅស៊ឺយៀនបែបនេះគឺមានតែរំខានទៅដល់ហ្វឹងឡៅម្ដងទៀតហើយគាត់គឺត្រូវតែជ្រាបនៅឱកាសមួយនេះដើម្បីធ្វើការវឹកហាត់នៅស្នេហ៍ប្រយុទ្ធឋានសួគ៌ដែលយកបាននោះក្រោយពីលើដូច្នេះសម្បីតែព្រឹទ្ធាចារ្យហ្វឹងសៀនគាត់ក៏បានអស់សំណើចដែរថាឡើតាព្រឹទ្ធាចារ្យច្រើនអ្នកយកមិនបានតែបែរជានៅលើខ្លួនរបស់ឯងចម្លើយដែលស៊ឺយៀនជួយចិត្តឆ្លើយគឺគ្រាន់តែជាសំណាងនោះទេបែបស្មងក្រោយមកស៊ឺយៀនក៏បានអង្គុយនៅលើថ្មអាចផ្កាយរួចបញ្ចេញនៅបំណែកឆ្អឹងទាំង3ប្រានៅធម្មពលវិញ្ញាណរបស់គាត់តែក៏ដឹងថាវាមិនអាចចាក់ទម្លុះចូលទៅក្នុងឆ្អឹងនេះបានឡើយដូច្នេះហើយស៊ឺយៀនចាប់ផ្ដើមប្រើប្រាស់នៅវិធីថ្មីនោះគឺយកនៅអណ្ដាតភ្លើងឋានសួគ៌ដុតតែវាក៏មិនងាយស្រួលក្នុងការរំលាយនោះដែរបន្ទាប់ពីប្រើប្រាស់អណ្ដាតភ្លើងដុតអស់ជិត80ម៉ោងវាក៏បានប្រែទៅជារលាយដូចជាទឹកនៃពន្លឺពណ៌មាសរួចហើយធម្មពលក៏បានចិញ្ចាំងចិញ្ចះពីពេ
ពេញហ្នឹងសិវយាននិយាយឲ្យថានេះគឺជារូបរាងបន្ទាប់ពីបំបែកនៅត្រាឲ្យមែនទេឬយកដៃរបស់គាត់ទៅប៉ះភ្លាមនោះវាក៏ស្រាប់ទៅចូលទៅតាមដៃរបស់សិវយានតែម្ដងបែបនេះគាត់ក៏ព្យាយាមខាត់វាបារម្ភឲ្យថាតិចដូចខ្មោចឆៃសៀងទៅរីឯចំហាយនេះផងដែរគឺបានចូលទៅក្នុងខ្លួនរបស់គាត់តែម្ដងបណ្ដាលឲ្យសិវយានមានការឈឺចាប់យ៉ាងខ្លាំងត្រជាហឹងស្ដាប់វយមិនលឺក៏ដូចជាចំហាយមួយនេះឡើងចូលទៅដល់កព្រមទាំងផ្ទៃមុខរបស់គាត់សិវយានស្រែកបន្តសារជាថ្មីម្ដងទៀតនឹងខ្លួនឡើងវិញឃើញខ្លួនឯងនៅក្នុងទីតាំងមួយដែលវាមើលទៅដាច់ស្រយាលព្រមទាំងស្ងប់ស្ងាត់គាត់បានគិតអាចដែរទេថាវាគឺជាលំហការចងចាំដែលបានលាក់ទុកនៅក្នុងស្នៀតប្រយុទ្ធកម្រិតឋានសួគ៌សម្លឹងទៅម្ខាងក៏ស្រាប់តែបានឃើញនៅពន្លឺដ៏ចែងចាំងសិវយានក៏បានដើរចូលទៅរកក្នុងពន្លឺដ៏ចែងចាំងនោះផងដែរសិវយានសម្លឹងមើលម្ដងទៀតភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ព្រោះថានេះក៏ប្រហែលជាបំណែកនៃការចងចាំពីជើងខ្លាំងកម្រិតតោសឹងម្នាក់នោះហើយដូច្នេះអ្នកក្លារបស់យើងក៏បានគោរពថាខ្ញុំបាទជាក្មេងចំនួនក្រោយគ្មានចេតនាឆ្លងកាត់មកកាន់ទីនេះនោះទេសូមរៀមច្បងកុំប្រកាន់អីបំណែកការចងចាំនៃប្រតិជាម្នាក់នោះនិយាយឲ្យថាបាទដៃការបង្កើតឋានសួគ៌មហោសចាគឺជាការខិតខំប្រឹងប្រែងពេញមួយជីវិតរបស់ខ្ញុំមកកើតចេញមកពីការរួមបញ្ចូលនៃស្នៀតប្រយុទ្ធនៃគ្រួសារទាំង100ស្នៀតមួយនេះគឺយកចិត្តទុកដាក់ទៅលើអត្ថន័យនៃការបង្កើតបំបែកមេឃាជាមួយនឹងបាទដៃបំបែកអ្វីគ្រប់បែបយ៉ាងជាមួយនឹងកម្លាំងឥឡូវនេះលោកបានឃើញនៅស្នៀតមួយនេះហើយចាត់ទុកថាមានវាសនាជាមួយនឹងខ្ញុំសង្ឃឹមថាលោកអាចប្រើប្រាស់នៅស្នៀតប្រយុទ្ធមួយនេះឲ្យល្បីល្បាញសម្រាប់ចំនួនក្រោយឬហើយក៏បានបង្ហាញទៅឲ្យអ្នកក្លារបស់យើងបានឃើញក៏ដូចជាបញ្ចូលទៅក្នុងថ្ងាសរបស់សិវយានតែម្ដងបែបនេះដំបូងឡើយសិវយានក៏ពិបាកទប់ទល់ណាស់ដែរតែគាត់គឺត្រូវតែទ្រាំស្នៀតមួយនេះចូលទៅដល់ក្នុងខួរក្បាលប្រតិជានិយាយទៀតឲ្យថាអ្នកមាននិស្ស័យឃើញដែរទេនេះហើយគឺហៅថាបាត់ដៃបង្កើតឋានសួគ៌មហោសចាបញ្ចេញនៅស្នៀតដ៏អស្ចារ្យមួយនេះឲ្យសិវយានរបស់យើងបានឃើញអបភ្នំអាចបំផ្លាញនិយាយរួចប្រើប្រាស់នៅស្នៀតចុះឡើងមើលទៅបាទដៃទាំងពីរហាក់បីដូចជាបង្កើតនៅធម្មពលលំហមួយស្របពេលដែលអ្នកក្លាហានសិវយានរបស់យើងយកចិត្តទុកដាក់ប្រតិជានិយាយបន្ថែមថាបាទដៃទាំងពីរចេញមកខាងក្រៅទន្លេនិងសមុទ្រអាចរំកិលស្នៀតបាទដៃពីរមិនធម្មតារីឯបាទដៃ3ចេញមកខាងក្រៅអាចត្រឡប់នៅព្រះអាទិត្យនិងព្រះច័ន្ទមួយដៃនេះធ្វើការវាប្រហារពេញមួយទំហឹងទម្លាក់ធ្លាក់ទៅខាងក្រោមអនុភាពនៃស្នៀតដ៏កំពូលមួយនេះសិវយានគឺបានឃើញច្បាស់នឹងភ្នែកហើយរួចហើយខណៈពេលដែលគាត់បន្តសម្លឹងប្រតិជានិយាយទៀតហើយថាមនុស្សមាននិស្ស័យគឺត្រូវតែចងចាំនេះគឺជាអ្នកបង្កើតពិសិដ្ឋហើយសិវយានក៏នឹងចាំនៅប្រតិជាដែលគឺជាអ្នកបង្កើតនៅស្នៀតនេះទុកក្នុងចិត្តព្រមទាំងធ្វើឲ្យស្នៀតប្រយុទ្ធកម្រិតឋានសួគ៌មួយនេះល្បីល្បាញក្រោយពេលដូច្នេះប្រតិជាតបថារួចក៏រលីបាត់ទៅវិញដល់ខ្លួនឡើងវិញហើយសិវយានសប្បាយចិត្តខ្លាំងណាស់ហើយបើសិនជាគ្មាននៃការស្នងវិញ្ញាណនៃមនុស្សទេពនៃការបង្កើតនោះទេចង់ហ្វឹកហាត់នៅស្នៀតបាត់ដៃការបង្កើតឋានសួគ៌មហោសចាខ្លាចថាពិបាកជាងឡើងលើមេទៅទៀតតែអ្នកក្លាហានរបស់យើងគឺទទួលបាននៅស្នៀតនេះស្របច្បាប់ព្រមទាំងនឹកឃើញទៅដល់ខ្មោចចាប់ផ្កាយចៃស៊ីងជប់ឲ្យលើក្រោយស្នៀតបាត់ដៃដ៏អស្ចារ្យមួយនេះគឺច្បាស់ជាខ្វាច់ឲ្យណានណៃម្ដងភ្លាមសិវយានក៏ស្រាប់តែដឹងនៅចំហាយដែលកំពុងតែសាយភាចេញពីសាលធំដូច្នេះគាត់ដឹងថាជាលោកគ្រូប្រញាប់ទៅមើលនៅទីនេះយើងបានឃើញនៅជាងខ្លាំងទាំង4នាក់មកដល់មុនស្របពេលដែលប្រតិជាយោឈិនបានដឹងខ្លួនសិវយានរត់មកដល់តាមក្រោយសួរហើយថាតើលោកគ្រូយ៉ាងម៉េចដែរប្រតិជាប្រាប់ថាចំហាយព្រលឹងដើមរបស់គាត់ពេលនេះស្ដារឡើងវិញបានទាំងស្រុងហើយលើដូច្នេះហើយសិវយានអន្តរសាណាថាអញ្ចឹងចាំសិស្សជួយចម្រាញ់នៅរាងកាយជូនលោកគ្រូប្រតិជាតបទៀតហើយថាមិនប្រញាប់នោះទេការចម្រាញ់រាងកាយគឺត្រូវការនៅគ្រឿងផ្សំមួយចំនួនទៀតដែលជាមិនទាន់ចប់ស្រួលប៊ូផងសិវយានបញ្ចេញនៅហឹបមួយដបមួយបាត់ទៅហើយប្រតិជាបើកំរប់ដបមើលភ្ញាក់ផ្អើលមែនទែនក៏ព្រោះថានេះគឺជាចំហាយលោហិតមយុរាបិសាចមេឃាយកវាទុករួចហើយបើកនៅប្រអប់វិញម្ដងរត់តែភ្ញាក់ផ្អើលក៏ព្រោះថានេះគឺជាថ្នាំកម្រិតទី8ឆ្នូត5និយាយទៅកាន់សិវយានឯងចង់ឲ្យនៅភាពភ្ញាក់ផ្អើលដ៏ធំមួយមកលោកគ្រូហ្វឹងសៀនគាត់ក៏បានសើចប្រាប់ថានៅក្នុងចិញ្ចៀននេះគឺជាក្រងឆ្អឹងនៃជើងខ្លាំងកម្រិតទី9ផ្កាយ4សិវយានលើថាជាតោជនហើយនោះគាត់ក៏ភ្ញាក់ផ្អើលមែនទែនខណៈពេលដែលហ្វឹងសៀនបានប្រាប់ថាគេគឺជាជើងខ្លាំងដែលគាត់បានជួបហើយបន្ទាប់ពីចាញ់ក្រុមកណ្ដាប់ដៃរបស់គាត់ក៏មាននៅការសោកស្ដាយការវឹកហាត់ពេញមួយជីវិតរបស់គេហើយខ្លាចថាគេនៅចោលក្នុងទីរហោស្ថានដូច្នេះគឺមានតែចិត្តល្អទទួលយកគេប្រតិជាធានហួរលើបែបនេះក៏បានសើចថាហ្វឹងជុនជើជំហានមួយនេះគឺពិតជាទឹកចិត្តដ៏ល្អមួយមែនសិវយានទទួលទុកអរគុណទៅកាន់ហ្វឹងឡោរួចហើយក៏បានបញ្ចេញដៃនៃជើងខ្លាំងកម្រិតតោសឹងព្រមទាំងនិយាយថាឥឡូវនេះគាត់ក៏មាននៅរាងកាយនៃតោជនព្រមទាំងប្រើប្រាស់នៅប្រសិទ្ធភាពនៃដៃជើងខ្លាំងកម្រិតតោសឹងហ្វឹងសៀនក្រោយពីលឿនចាំងគាត់ចង់គាំងតែម្ដងក៏ព្រោះថានេះគឺជាដៃជើងខ្លាំងនិយាយហើយថាលបងឈិនមាននៅដៃជើងខ្លាំងកម្រិតតោសឹងនេះហើយខ្ញុំជឿថាយុទ្ធសាស្ត្ររបស់លបងគឺច្បាស់ជាការឡើងយ៉ាងខ្លាំងបន្ទាប់ពីជីឡើងវិញប្រតិជាយ៉ាឡៅគាត់ក៏ជឿជាក់អញ្ចឹងដែរស្របពេលដែលសិវយានរបស់យើងងក់ក្បាលហ្វឹងសៀននិយាយហើយថាអញ្ចឹងប្រញាប់ទៅកាន់ប៉មថ្មដើម្បីចម្រាញ់នៅរាងកាយតែសមងក្រោយមកនៅលើថ្មអាចផ្កាយយើងបានឃើញនៅរាងកាយមួយហើយនេះក៏ជាដំណាក់កាលនៃការចម្រាញ់រាងកាយព្រមទាំងការរួមបញ្ចូលវាគឺត្រូវការពេលមួយចំនួនកំឡុងពេលនេះសិវយានក៏បានរំខានទៅដល់អ្នកគ្រប់គ្នាដើម្បីជួយការពារប្រតិជាយ៉ាឡៅក៏បានអរគុណទៅកាន់អ្នកគ្រប់គ្នាទុកជាមុនសៅយីសៀនតបទៀតហើយថាកុំបារម្ភអីគ្មាននរណាម្នាក់ដែលអាចរំខានទៅដល់រៀមច្បងបាននោះទេហ្វឹងសៀនប្រាប់ថាចាប់ពីពេលនេះវាមានផ្កាយធ្លាក់ក៏នឹងដាក់ចូលទៅក្នុងស្ថានភាពការពារជើងខ្លាំងដែលបានចេញទៅប្រឡងនៅខាងក្រៅគាត់ក៏នឹងហៅពួកគេត្រឡប់មកវិញដូចគ្នាដែរក្រោយពីលើអញ្ចឹងសិវយានកាន់តែទុកចិត្តងក់ក្បាលសៅយីសៀនងក់ក្បាលដូចគ្នាខណៈពេលនេះសិវយានប្រាប់ឲ្យថាលោកគ្រូចាប់ផ្ដើមទៅហ្វឹងសៀនបបួលនៅគ្នាទៅខាងក្រៅការពារនៅព្រះធម៌បន្ទាប់មកសិវយាននិយាយឲ្យគាត់គឺនឹងចម្រាញ់នៅរាងកាយជាមុនហើយនៅពេលដែលពេលវេលារួមបញ្ចូលមកដល់ឲ្យលោកគ្រូលេបនៅថ្នាំលោហិតបង្កើតឆ្អឹងដើម្បីបញ្ចប់នៅដំណាក់កាលទី1រួចហើយសិវយានក៏បានប្រាប់ទៅកាន់លោកគ្រូថាតោះពួកយើងប្រតិជាងក់ក្បាលរួចហើយសិវយានក៏ចាប់ផ្ដើមប្រើប្រាស់នៅចំហាយលោហិតមយុរាបិសាចមេឃាដាក់បញ្ចូលទៅកាន់រាងកាយនោះមើលទៅកាន់ចំហាយលោហិតមួយនឹងក៏បានស្រោចស្រពនៅលើរាងកាយក៏ដូចជាសិវយានប្រើប្រាស់នៅធម្មពលបន្តរបស់គាត់ធ្វើការចម្រាញ់នៅរាងកាយដំណាក់កាលនេះ
គឺត្រូវតែប្រើប្រាស់នៅអណ្ដាតភ្លើងឋានសួគ៌របស់គាត់ធ្វើការចម្រាញ់ចុះឡើងមើលទៅកាន់រាងកាយក៏ហាក់បីដូចជាមាននៅការប្រែប្រួលប្រតិជាក្រោយពីឃើញចឹងក៏បានសម្លឹងទៅកាន់អ្នកក្លាហានស៊ីវយៀនគិតក្នុងចិត្តថាល្អដែរប៉ុន្មានឆ្នាំកន្លងមកនេះដឹងក្តីច្រើនណាស់ច្បាស់ជារងទុក្ខណាស់ហើយស៊ីវយៀនពេលនោះក៏បានក្រឡេកមកកាន់គ្រូរបស់គាត់បែបនេះប្រតិជាគឺមានតែញញឹមខណៈពេលដែលរាងកាយដែលកំពុងតែចម្រាញ់ដំណើរការទៅយ៉ាងរលូនពេលនេះស៊ីវយៀនក៏បានបញ្ចេញនៅដៃរបស់ជើងខ្លាំងកម្រិតតូសិនព្រមទាំងដាក់វារួមបញ្ចូលជាមួយនឹងរាងកាយនោះប្រើប្រាស់នៅធម្មពលបន្ថែមរាងកាយមានឥទ្ធិពលកាន់តែខ្លាំងក្លាឡើងទៅប្រែទៅជាពណ៌មាសវិញម្ដងចំហាយនេះបានជ្រួតជ្រាបពេញរាងកាយបន្ទាប់មកនិយាយទៅកាន់លោកគ្រូរបស់គាត់ដល់ពេលហើយប្រតិជាក៏បានលាបនៅថ្នាំនេះចូលរួចហោះឡើងទៅខាងលើប្រឈមមុខទៅនឹងរាងកាយហ្នឹងបន្ទាប់ពីសម្លឹងមើលបន្តិចក៏បានបែរទៅខាងក្រោយរួចហើយអណ្ដែតចូលទៅក៏ដូចជានឹកឃើញទៅដល់សម្ដីមួយនិយាយទៅកាន់គាត់ថាយ៉ាវឈិនចាប់ពីថ្ងៃនេះទៅឯងគឺមិនអាចឈានជើងចូលមកក្នុងពិភពលោកថ្នាំម្ដងទៀតបាននោះទេព្រមទាំងនឹកឃើញទៅដល់សិស្សក្បត់របស់គាត់ដែលខົບខិតជាមួយនឹងសាលព្រលឹងក៏ព្រោះតែចង់បាននៅស្នៀតទាំងដែលប្រតិជាគឺតែងតែចាត់ទុកគេដូចជាកូនប្រុសបង្កើតតែគេបែរជាក្បត់គាត់ដោយសារតែគម្ពីរក្បាច់គុណបន្ទាប់មកគាត់ក៏បាននឹកឃើញទៅដល់សិស្សទី2ដែលបាននិយាយថាល្អខ្លាំងណាស់ខ្ញុំស៊ីវយៀនចាប់ពីថ្ងៃនេះទៅលោកគឺជាសិស្សរបស់ខ្ញុំហើយសង្ឃឹមថាលោកអាចបង្ហាញនូវស្នៀតខ្លះឲ្យខ្ញុំទៅចុះដោយឡែកស៊ីវយៀនដែលកំពុងតែជួយដល់លោកគ្រូនៅខាងក្រោមក៏នឹកឃើញនៅការចងចាំរវាងសិស្សគ្រូអ្នកទាំងពីរដូចគ្នាដែរជាពិសេសគឺជាពេលមួយដែលស៊ីវយៀនចង់គ្រប់គ្រងនៅអណ្ដាតភ្លើងបើទោះបីជាត្រូវស្លាប់ក៏នៅតែចង់រួមបញ្ចូលនៅអណ្ដាតភ្លើងក៏ព្រោះតែនេះគឺជាក្តីសង្ឃឹមតែមួយគត់នៃការស្ដារឡើងវិញរបស់លោកគ្រូពេលមួយទៀតស៊ីវយៀនប្រាប់ទៅកាន់លោកគ្រូរបស់គាត់ថាកុំឲ្យបារម្ភការស្ដារឡើងវិញនៅរាងកាយរបស់គាត់សិស្សគឺនឹងចងចាំទុកនៅក្នុងពេលអនាគតប្រតិជាយ៉ាវឡោដែលមាននៅពុកមាត់រយគិតក្នុងចិត្តថាល្អតាអរគុណច្រើនហើយបន្ទាប់មកក៏បានប្រែទៅជាប្រតិជាដ៏ស្រស់សង្ហាគិតក្នុងចិត្តទៀតថាអាចទទួលបានឯងជាសិស្សវាជាសំណាងដ៏ធំបំផុតរបស់លោកគ្រូមានឯងជាសិស្សក្នុងឆាកជីវិតនេះមិនសោកស្ដាយនោះទេបន្ទាប់មកធម៌ពលនៃរាងកាយរបស់គាត់ក៏កើនឡើងយ៉ាងសន្ធោសន្ធៅអ្នកក្លាហានស៊ីវយៀនក៏ត្រូវតែប្រើប្រាស់នៅធម៌ពលរបស់គាត់បន្ថែមជាហេតុធ្វើឲ្យបំរែបំរួលគឺកាន់តែខ្លាំងក្លាឡើងខណៈពេលដែលប្រតិជាធ្វើការរួមបញ្ចូលជាមួយនឹងរាងកាយនោះស៊ីវយៀនបានប្រាប់ឲ្យថាលោកគ្រូគឺត្រូវតែទ្រាំឲ្យបានប្រតិជាយ៉ាវឡោមើលទៅគាត់ហាក់បីដូចជាមាននៃការឈឺចាប់ព្រមទាំងស្រែកយ៉ាងខ្លាំងស៊ីវយៀនមាននៃការបារម្ភយ៉ាងខ្លាំងស្រែកឲ្យថាលោកគ្រូប្រតិជានៅតែប្រាប់ថាកុំបារម្ភអីឈឺចាប់ប៉ុណ្នេះគឺមិនបានស្មើនឹងបន្តិចដែលលោកគ្រូលេបនៅភ្លើងទៀបឆ្អឹងត្រជាក់ផងប្រាប់សិស្សសម្លាញ់ចិត្តថានៅអាចទ្រាំបានដូច្នេះស៊ីវយៀនប្រើប្រាស់នៅធម៌ពលបន្តរបស់គាត់ប្រតិជាយ៉ាវឡោគាត់ក៏ព្យាយាមខិតខំប្រឹងប្រែងព្រមទាំងបន្តស្រែកទៀតឲ្យពោពេញទៅដោយក្តីឈឺចាប់ខណៈពេលដែលកណ្ដាប់ដៃក្តាប់កាន់តែខ្លាំងស៊ីវយៀនគឺកាន់តែបារម្ភហើយថាលោកគ្រូទៀតហើយមិនថាយ៉ាងណានោះឡើយប្រតិជាឈឺយ៉ាងណាក៏នៅតែទ្រាំជាហេតុធ្វើឲ្យចំហាយធម៌ពលផ្ទុះឡើងសាជាថ្មីម្ដងទៀតស៊ីវយៀនសម្លឹងទៅកាន់លោកគ្រូរបស់គាត់និយាយទៀតថានេះគឺជាការរួមបញ្ចូលចុងក្រោយហើយវាក៏ត្រូវសំអាងទៅលើលោកគ្រូដែរសាច់រឿងកាត់ទៅដល់ទីតាំងមួយយើងក៏បានឃើញសមាជិកនៃមនុស្សសាមព្រលឹងច្រើនមែនទែនពួកគេបានស្វាគមន៍ទៅកាន់លោកម្ចាស់ឋានសួគ៌ទាំង9ហើយបើយើងមើលទៅកាន់អ្នកដែលពួកគេកំពុងតែគោរពនឹងទៅធម្មពលមិនធម្មតាតាមរយៈសម្លេងយើងដឹងថាជាមនុស្សស្រីនិយាយឲ្យថាបំផ្លាញនៅសាខារបស់យើងមានជាមួយនេះត្រូវតែជំរះបានមកចត់ជាមួយនឹងវិមានផ្កាយធ្លាក់កូនចៅគ្រប់គ្នាក៏បានស្រែកឲ្យថាបំផ្លាញនៅវិមានផ្កាយធ្លាក់ចាប់ស៊ីវយៀនចាប់យ៉ាវឈិនបែបនេះលោកម្ចាស់ឋានសួគ៌ទី9និយាយឲ្យថាចេញដំណើរទៅចំណែកសាច់រឿងក៏ត្រូវបានស្លេះទៅត្រឹមនេះហើយដើម្បីកុំឲ្យយប់យន្តសុបិនយូរយើងជុំមើលនៅ trailer វេបន្តបន្តិចទៅភាគទី142អ្នកក្លាហានក៏ប្រហែលជាបានដឹងហើយនៅសមរភូមិរវាងវិមានផ្កាយធ្លាក់ព្រមទាំងសារព្រលឹងចំណែកភាគទី143ក៏នៅតែមាននៅការប្រកួតដ៏រំជួយមេក៏ក្របប្រតិពីដដែលជាពិសេសជាអ្នកក្លាហានស៊ីវយៀនបូករួមជាមួយនឹងជើងខ្លាំងម្នាក់ទៀតអមទៅដោយមនុស្សដែលនៅក្នុងវិមានផ្កាយធ្លាក់ទាំងឡាយឈុតមួយទៀតយើងបានឃើញថាណាឡានយានយ៉ានមករកស៊ីវយៀនមិនដឹងថាមានការវៃផងភាគ highlight ខ្លីនឹងក៏ត្រូវបានបញ្ចប់ហើយបើសិនជាអ្នកក៏និយមចង់ដឹងគឺមានតែរងចាំតាមដានទស្សនានៅសប្តាហ៍ក្រោយៗទៀតនោះទេហើយក៏អាចជាស្រ័យផងចំពោះភាគនេះសម្លេងអត់មានរៀងដូចជាកងួរខ្លាំងមែនតែនក៏ដោយសារតែថ្ងៃនឹងឆេងមេអត់មានញ៉ាំប៊ីយ៉ាតិចតួចនឹងក៏ប្រែប្រួលសម្លេងហើយអញ្ចឹងបានជាទូទៅអត់មានអត់ញ៉ាំនោះទេហើយបើសិនជាញ៉ាំក៏អត់សម្រាយរឿងដែរតែថ្ងៃនេះអត់មានគឺមិនអាចចោលបានទាំងពីរជាចុងក្រោយអត់មានសូមរំលឹកទៅដល់ជំពូកទី1ដែលជា version អត់មានបានផលិតបន្តិចគឺនៅសល់ stock មួយចំនួនដែរលេខណាតិចក៏តិចលេខណាច្រើនក៏ច្រើនហើយជាក់ស្ដែងតាំងពីរៀបចំមកឃើញថាខំប្រឹងផុសលោកបានតែមួយថ្ងៃគត់ក្រៅតែពីហ្នឹងក៏ទៅពីសម្រាយរឿងអត់បានផុសនោះដែរហើយបើសិនជាអ្នកក្លាហានចង់បានកុំភ្លេចតាក់ទងមកកាន់ admin ឲ្យតម្លៃនៅពេលនេះក៏បានបញ្ចុះតម្លៃជាច្រើនផងដែរដើម្បីលក់ឲ្យឆាប់អស់មកដែលអស់ហើយ admin ក៏មិនធ្វើការផលិតបន្តទៀតនោះដែរហើយឲ្យតែភ្នំមិនផ្លាស់ប្ដូរទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ